ថ្ងៃខែឆ្នាំតើមានឥទ្ធិពលមកលើមនុស្សយើងដែរទេហើយបើមានឥទ្ធិពលដូចមិនខ្លះចុះពាក្យបុរាណខ្មែរមួយឬក៏ទស្សនៈក្នុងព្រះពុទ្ធសាសនាមួយថាកុំជឿខែឆ្នាំគ្រាន់តែជាអបិយជំនឿតែប៉ុណ្ណោះតើទស្សនៈនេះផ្ទុយគ្នាស្រឡះគ្នាដាច់គ្នាខ្លាំងម្លេះហេតុអ្វីកុំជឿខែឆ្នាំកុំជឿតម្រាពាក្យក្បួនតម្រាយកើតពីមនុស្សចាពីដូនពីតាចាតាមសម្គាល់អ្នកជឿតែពូជអំបូរធ្លាប់ខូចវាខូចរៀងរាល់ពូជមានវាមានពូជតល់វាតល់កុសលអកុសលយើងមើលមិនច្បាស់បាទអញ្ចឹងថាតើអ្វីជាតម្រូវការសង្គមតើអ្វីជាទស្សនវិជ្ជាសាសនាហាក់បីដូចជាខ្វែងគ្នាផ្ទុយគ្នាថាតើការជឿទៅនឹងផលប៉ះពាល់ដូចម្ដេចហើយការមិនជឿប៉ះពាល់ដូចម្ដេចហើយថាតើថ្ងៃខែឆ្នាំពិតជាមានឥទ្ធិពលកំណត់ទៅលើជោគជតាឬក៏ស័យមនុស្សវាសនាមនុស្សបានមែនដែរឬទេបងប្អូននៅក្នុងវីដេអូនេះសង្ឃឹមថាចូលទស្សនាដោយយកចិត្តទុកដាក់ហើយខ្ញុំនឹងធ្វើការវែកញែកអំពីទស្សនៈខ្វែងទាំងពីរនេះមួយគឺអ្នកជឿថ្ងៃខែឆ្នាំគេហៅថាតម្រាហោរាសាស្ត្រឬក៏មកខាងទៀតគេជឿលើទស្សនៈកម្មផលបាទអញ្ចឹងវាហាក់បីដូចជាខ្វែងគ្នាខ្លាំងមែនតើថាតើមួយណាត្រូវមួយណាខុសឬក៏ត្រូវទាំងពីរគ្រាន់តែមួយជាន់ប្លេចមួយបងប្អូននេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បាទចឹងដើម្បីមុនចូលដល់ការឈានចូលនៅក្នុងប្រធានបទនេះសង្ឃឹមថាពុកម៉ែបងប្អូនដែលមិនទាន់បានចុច Subscribe នៅ Channel រាជគ្រូតមរៈនិង Channel Share Today សូមជួយចុច Subscribe ទាំងអស់គ្នាដាក់សញ្ញាកណ្ដឹងហើយនឹងជួយ Share ទាំងអស់គ្នាបាទបងប្អូនរឿងវាកើតឡើងមានហេតុមានផលទស្សនៈពុទ្ធសាសនាចំណុចនេះគឺពិតជាត្រឹមត្រូវណាស់គ្មានផ្សែងគឺគ្មានភ្លើងបាទមានភ្លើងគឺមានផ្សែងបាទស្លឹកឈើកម្រើកក៏មានខ្យល់បើអត់ខ្យល់មិនកម្រើកទេបាទអញ្ចឹងគឺអ្វីគឺមានហេតុនិងមានផលអញ្ចឹងប្រសិនបើថ្ងៃខែឆ្នាំមិនមានហេតុមិនមានផលដូច្នេះតើមិននឹងកើតឡើងនៅក្នុងសង្គមហើយក៏មានការប្រើប្រាស់ហើយឥទ្ធិពលថ្ងៃខែឆ្នាំសប្តាហ៍ទាំង12របស់យើងបានជះឥទ្ធិពលទៅប្រទេសក្រៅខ្លាំងទៀតផងជាពិសេសគឺទៅចិនហើយក៏ត្រឡប់មកវិញជាពិសេសគឺឆ្នាំទាំង12ជូតឆ្លូវខាលថោះរោងម្សាញ់មមេវរកាចោះកុលនេះគឺមិនមែនជាក្បួនតម្រារបស់ចិនទេតែគឺជាក្បួនតម្រាដែលកើតនៅក្នុងនគរខ្មែរមុនដំបូងឡើយបាទប៉ុន្តែប្រទេសផ្សេងគេមានខែគេដែរបាទមានខែមករាកុម្ភៈឬក៏ January February អីហ្នឹងគឺគេមានរបស់គេដែរអញ្ចឹងសួរថាឥទ្ធិពលនៃថ្ងៃខែឆ្នាំតើមានឥទ្ធិពលមកលើមនុស្សយើងដែរទេបងប្អូនមុននឹងឈានចូលទៅដល់ការសិក្សាថាតើមានឥទ្ធិពលមកលើមនុស្សយើងដែរទេលុះត្រាតែយើងទៅមើលឲ្យឃើញអំពីប្រភពនៃការកកើតសិនបាទប្រភពនៃការកកើតនៃក្បួនតម្រានឹងសិនធម្មតាអ្វីដែលបង្កើតឡើងដោយមនុស្សគឺច្បាស់ជាចង់បំរើផលប្រយោជន៍ឲ្យមនុស្សបាទមែនទេអ្វីដែលបង្កើតឡើងដើម្បីសង្គមវាច្បាស់ជាចង់បំរើឲ្យផលប្រយោជន៍សង្គមឬក៏បំរើឲ្យផលប្រយោជន៍ក្រុមឬក៏បំរើឲ្យផលប្រយោជន៍បុគ្គលដើម្បីឲ្យយល់ច្បាស់យើងត្រូវទៅសិក្សាអំពីឆ្នាំសិនឆ្នាំឬខែសិនបងប្អូនផែនដីយើងមានការកោចរវិលជំនួយព្រះអាទិត្យមែនដែរឬទេអញ្ចឹងមានន័យថាផែនដីយើងអត់នៅស្ងៀមមួយកន្លែងទេមានការប្រែប្រួលដូច្នេះមានការប្រែប្រួលហើយយើងក៏បានមើលឃើញជាក់ស្ដែងគឺមានថ្ងៃនិងយប់បាទនោះគឺជាអ្វីដែលយើងមើលឃើញជាក់ស្ដែងចុះឥទ្ធិពលនៃពេលថ្ងៃហើយនិងពេលយប់តើមានឥទ្ធិពលមកលើជីវិតយើងដែរឬទេបងប្អូនសាកគិតតើឥទ្ធិពលនៃយប់និងថ្ងៃមានឥទ្ធិពលមកលើមនុស្សយើងដែរទេមានមែនទេមានពេលថ្ងៃយើងអាចបំរើធ្វើការផ្សេងយ៉ាងនេះយ៉ាងនោះយ៉ាងច្រើនដែលទាញប្រយោជន៍ចេញអំពីពេលថ្ងៃហើយពេលយប់ក៏យើងអាចទាញប្រយោជន៍ចេញអំពីពេលយប់នេះយើងគ្រាន់តែយល់ដឹងអំពីពេលវេលាចុះខែចុះរដូវតើរដូវមានឥទ្ធិពលមកលើមនុស្សដែរឬទេរដូវប្រទេសខ្លះមាន4រដូវប្រទេសខ្លះមាន3រដូវប្រទេសខ្លះមាន2រដូវសម្រាប់កម្ពុជាកំណត់យក2រដូវហើយនឹងកូនរដូវតូចមួយនៅក្នុងចន្លោះនៃរដូវដែរអាចរាប់ថា2
2 រដូវកន្លះអីចឹងទៅឬក៏2រដូវតិចតួចដោយកំណត់យករដូវខ្យល់ធ្លាក់បាទរដូវខ្យល់ប៉ុន្តែយើងកំណត់តែធំ2រដូវគឺរដូវភ្លៀងហើយនិងរដូវប្រាំងបាទរដូវវស្សានិងរដូវប្រាំងអញ្ចឹងឥទ្ធិពលនៃរដូវប្រាំងនិងរដូវវស្សាក៏វាបានបង្កើតនៅឥទ្ធិពលអីគេឥទ្ធិពលនៃការកកើតក្នុងបរិបទបងប្អូនជឿទេថាជីវិតគឺមានការប្រែប្រួលឬក៏ផ្លាស់ប្ដូរទៅតាមបរិយាកាសបរិស្ថានជុំវិញតើបងប្អូនជឿដែរឬទេបងប្អូនពេលដែលបងប្អូនផ្លាស់ប្ដូរទីកន្លែងអាកាសធាតុបាទផ្លាស់ប្ដូរកាលអាកាសក៏ធ្វើឲ្យបុគ្គលនោះប្រែប្រួលចរិតលក្ខណៈអិរិយាបថការរស់នៅទ្រង់ទ្រាយមុខមាត់រូបរាងប្រែប្រួលទៅតាមដូចខ្មែរយើងទៅរស់នៅបារាំងក៏ស្រាប់តែប្រែរូបប្រែរាងប្រែចរិតអត្តលក្ខណៈចេញជាលក្ខណៈបារាំងឬក៏រស់នៅចិនរស់នៅអាមេរិកកាំងរស់នៅជប៉ុនក៏ស្រាប់តែប្រែចរិតលក្ខណៈអត្តរូបបុគ្គលអីហ្នឹងគឺផ្លាស់ប្ដូររបៀបដូចបារាំងឬក៏ផ្លាស់ប្ដូរពីខេត្តមួយទៅខេត្តមួយទៅរស់នៅក្នុងរាជធានីក៏ស្រាប់តែផ្លាស់ប្ដូររូបពណ៌សម្បុរសម្បកចរិតអត្តលក្ខណៈហ្នឹងគឺទៅតាមអ្នកភ្នំពេញបងប្អូនអញ្ចឹងសបង្ហាញជាតក្កវិទ្យាជាកត្តាជីវសាស្ត្រជាកត្តាជីវចម្រុះជាកត្តាវិទ្យាសាស្ត្រយើងឃើញថាមនុស្សយើងមានការប្រែប្រួលទៅតាមកាលអាកាសមានន័យថាទីកន្លែងនិងអាកាសធាតុពិតប្រាកដដែរទេដូច្នេះឥទ្ធិពលរដូវក៏បានធ្វើឲ្យមនុស្សមានអត្តចរិតលក្ខណៈប្រែប្រួលរៀនរស់នៅបន្សំជាមួយនឹងពេលវេលាទីកន្លែងនោះយ៉ាងជាក់ច្បាស់ពិតប្រាកដបើដរាបណាផែនដីវិលមានការផ្លាស់ប្ដូរក្តៅត្រជាក់ភ្លៀងផ្គររន្ទះព្យុះដូច្នេះមនុស្សនឹងចាប់ផ្ដើមរៀនបន្សាំងខ្លួនជាមួយអាកាសធាតុរបៀបនោះដូចជាលក្ខណៈខ្មែរយើងអាចនឹងមិនអាចទ្រាំទ្រជាមួយនឹងបរិយាកាសរស់នៅរបៀបរុស្ស៊ីដែលមានស្ថានភាពត្រជាក់ច្រើនឬក៏អឺរ៉ុបឃើញអត់អញ្ចឹងបរិយាកាសមួយទៀតដែលរស់នៅក្នុងតំបន់ដែលមានរំញ័រផែនដីរញ្ជួយផែនដីជាញឹកញាប់តើបងប្អូនមានអារម្មណ៍របៀបណាការប្រែប្រួលរបៀបរស់នៅដូចម្ដេចខ្លះឃើញទេបងប្អូនទីកន្លែងនិងអាកាសធាតុបានផ្លាស់ប្ដូរមនុស្សបានផ្លាស់ប្ដូរជីវិតរបស់សត្វលោកជីវិតរបស់មនុស្សហ្នឹងក៏ចាប់ផ្ដើមរស់នៅប្រែប្រួលទៅតាមគេថាបន្សំខ្លួនជាមួយនឹងបរិយាកាសបរិស្ថានសង្គមបាទដូច្នេះហើយហេតុអីបងប្អូនសួរថាហេតុអីបានជាមានរដូវខុសគ្នាដោយសារភូមិសាស្ត្រនិងអាកាសធាតុខុសគ្នានៅពេលដែលឥទ្ធិពលរដូវវាមានរដូវឬក៏ពេលវេលានៃអាកាសធាតុបរិយាកាសឬក៏ទីកន្លែងនឹងឯងដែលបានផ្លាស់ប្ដូរមនុស្សឲ្យរស់នៅបន្សំជាមួយនឹងធម្មជាតិនោះនៅពេលដែលវាមានឥទ្ធិពលបន្សំខ្លួនជាមួយនឹងធម្មជាតិនោះអញ្ចឹងមនុស្សក៏នឹងចាប់ផ្ដើមរៀនរស់នៅបង្កើតទម្លាប់បង្កើតទំនៀមដើម្បីបន្សំជាមួយនឹងបរិស្ថានឬក៏អាកាសធាតុនោះក៏បង្កើតបានទៅជាទម្លាប់រៀងៗខ្លួនទម្លាប់យូរទៅបង្កើតទៅជាទំនៀមនៅក្នុងតំបន់ហ្នឹងធំហើយទំនៀមហ្នឹងបង្កើតបានទៅជាប្រពៃណីរបស់អ្នកតំបន់ហ្នឹងមានពិធីសែនព្រេនមានពិធីបន់ស្រន់មានពិធីជួបជុំមានពិធីរំលឹកមានវិធីកំតិចមានវិធីបំផ្លាញយ៉ាងនេះយ៉ាងនោះដែលវាកើតឡើងចេញពីទម្លាប់នៃគ្រួសារនីមួយៗបង្កើតបានជាទំនៀមក្នុងតំបន់ទំនៀមក្នុងតំបន់រីកទៅដែលវាមានស្ថានភាពស្តៀងនេះគ្នាវាបង្កើតទៅជាប្រពៃណីហើយប្រពៃណីហ្នឹងវាជាឥទ្ធិពលច្រើនទៅវាស្តៀងគ្នាច្រើនធំទៅគេហៅថាវប្បធម៌របស់រុស្ស៊ីវប្បធម៌របស់ចិនវប្បធម៌របស់ជប៉ុនវប្បធម៌របស់ខ្មែរមានលក្ខណៈខុសគ្នាឃើញទេបងប្អូនចេញពីរដូវអញ្ចឹងរដូវនោះឯងគឺជាពេលវេលាជាពេលវេលាមួយដែលធ្វើឲ្យមនុស្សចាប់ផ្ដើមថាពេលរដូវវស្សាគេត្រៀមខ្លួនធ្វើអីរដូវប្រាំងគេត្រៀមខ្លួនធ្វើអីរដូវត្រជាក់គេត្រៀមខ្លួនធ្វើអីព
ពេលដែលតំបន់ត្រជាក់គេច្បាស់ជាត្រៀមខ្លួនដើររើសអស់រកអីបង្កាត់ភ្លើងទុកត្រៀមមែនទេឧទាហរណ៍ថាចូលចិត្តរដូវតកកហើយអញ្ចឹងគេចាប់ដើមរករុក្ខជាតិរកអីទៅដើម្បីទុកបង្កាត់ភ្លើងអីចឹងទៅប៉ុន្តែដល់ពេលវិធីនឹងយូរទៅវាកើតទៅជាទំនៀមទម្លាប់ក៏មានអ្នកប្រាជ្ញបណ្ឌិតកោវិតវិទូវិញ្ញជនណាមួយគេបង្កើតទៅជាពិធីប្រពៃណីមួយមកថាជាពិធីទៅរើសអស់អានោះឧទាហរណ៍ពិធីទៅរើសអស់ឃើញទេឬក៏នៅស្រុកខ្លះទៀតទៅគេមានរដូវទឹកឡើងទឹកនាចទឹកអីចឹងទៅគេឲ្យតែទឹកនាចសបោត្រីសបោអីចឹងទៅគេត្រូវតែទៅចិញ្ចាត់ទៅចាប់ទៅសបាយទៅអីចឹងទៅវាកើតទៅជាទម្លាប់បង្កើតទៅជាទំនៀមបង្កើតជាទំនៀមដែលមិនបានធ្វើដូចវាសេះសោះមនុស្សយើងវាធ្លាប់ធ្វើអីហើយវាស្រាប់តែវាអត់បានធ្វើវារសេះរសោះឧទាហរណ៍បងប្អូនទៅសមាធិអីចឹងទៅឬក៏សូត្រធម៌តែពេលអត់បានធ្វើគឺរឿងរសេះរសោះអស់កម្លាំងរត់រហ័យអីចឹងទៅឬក៏ពិធីខ្លះទៅវាកើតទៅជាបលឹងកើតទៅជាស្អីទៅវាស្ថិតនៅក្នុងទីហ្នឹងទៅវាចាត់កើតជាមានបលឹងចងពៀររឿងអីចឹងទៅឃើញទេអញ្ចឹងចេញពីរដូវបងប្អូនក្នុងរដូវនោះសោតទៀតក៏គេសន្មតថាវាមានដើមរដូវកណ្ដាលរដូវឬចុងរដូវដូច្នេះហើយទើបបានបង្កើតមានឆ្នាំដែលវានៅក្នុងរដូវវស្សាបង្កើតនៅរដូវប្រាំងដើមរដូវប្រាំងកណ្ដាលរដូវប្រាំងចុងរដូវប្រាំងដើមរដូវវស្សាកណ្ដាលរដូវវស្សាចុងរដូវវស្សាឃើញទេបង្កើតទៅជាឆ្នាំឬក៏ខែឧទាហរណ៍ថាឆ្នាំខ្លះវានៅដើមរដូវវស្សាហើយដល់អញ្ចឹងមនុស្សដែលកើតក្នុងរដូវវស្សាវាមានអត្តចរិតលក្ខណៈដែលឪពុកម្ដាយដែលមានគេថា program សិតឲ្យថារៀបចំប្រព័ន្ធ system ឬក៏ប្រព័ន្ធស្អីហ្នឹងរបស់កូនដែលបំរុងនឹងកើតតាំងពីក្នុងកតាំងពីក្នុងពោះតាំងពីក្នុងផ្ទៃម្ដាយមកឬក៏អាសែនមូលេគុលអង្គតិក័ភេទឬក៏ spam អីទាំងអស់ហ្នឹងវាបានគូពីវាថាចម្លងតនន័យចេញអំពីមនុស្សរស់នៅដែលជាឪពុកនិងម្ដាយទាញយកអាតនន័យទាំងអស់ហ្នឹងជាមួយនឹងបរិយាកាសបរិស្ថានដល់ពេលគាត់នៅក្នុងផ្ទៃហើយគាត់ចេញមកក៏វាមានអត្តចរិតលក្ខណៈដែលវាបន្ស៊ីគ្នាបន្ស៊ាំគ្នាជាមួយនឹងទីកន្លែងបរិយាកាសបរិស្ថានរបស់គាត់ហ្នឹងបងប្អូនឃើញទេតើថ្ងៃខែឆ្នាំមានឥទ្ធិពលដែរទេលុះត្រាតែបងប្អូនឆ្វេងយល់អំពីរឿងហ្នឹងទាំងអស់គ្នាថាអូតាមពិតរដូវពេលវេលាគឺមានឥទ្ធិពលពេលដែលរដូវវស្សាចិត្តចូលដល់យើងត្រៀមខ្លួនត្រូវធ្វើអីខ្លះឃើញអត់រៀបចំផ្ទះរៀបចំតរៀបចំបិទបាំងស្អីហ្នឹងទៅហើយក្នុងរដូវវស្សានោះសោតទៀតវាច្បាស់ជាមានរដូវវស្សាដែលវាមានទឹកខ្លាំងរដូវវស្សាដែលមានខ្យល់ខ្លាំងដូច្នេះមនុស្សក៏រៀនរស់នៅបន្សំជាមួយនឹងស្ថានភាពនោះឯងបានជាកំណត់រយៈពេលមួយជុំពីរជុំឧទាហរណ៍ថាឆ្នាំ1ឆ្នាំ2ឆ្នាំ3គេមិនទាន់កំណត់ទេកាលពីដើមឡើយគេមិនទាន់កំណត់ថាជាឆ្នាំអីទេឆ្នាំទី1ឆ្នាំទី2ទៅគេសង្កេតថាអូឆ្នាំទីប៉ុណ្នេះវាមានរដូវចេះឆ្នាំទីប៉ុណ្ណោះវាមានឧស្សាហ៍ជួបគ្រោះកាចអូឆ្នាំទីប៉ុណ្ណោះរដូវប្រាំងហ្នឹងវាដូចជាអូបឡាយហើយរដូវប្រាំងហ្នឹងវាក្តៅខ្លាំងអូរដូវវស្សានេះភ្លៀងធំភ្លៀងខ្លាំងឆ្នាំទីប៉ុណ្នេះរហូតដល់បង្កើតទៅជាទំនៀមទម្លាប់សัตว์ដែលខ្លួនរស់នៅបងប្អូនឆ្នាំជុតឆ្លូវខាលថោះនេះបើតាមប្រវត្តិដែលខ្ញុំស្រាវជ្រាវត្បិតថាมันមានឯកភាពគ្នាមែនក៏ប៉ុន្តែគឺជារបស់ខ្មែរយើងដែលចេញពីកុលសម្ព័ន្ធនៅក្នុងនគរខ្មែរយើងបងប្អូនអាចសង្កេតទៅលើភាសាសាស្ត្រលើអក្សរសាស្ត្រដើម្បីដឹងប្រវត្តិមួយបងប្អូនដើម្បីដឹងប្រវត្តិសាស្ត្រមួយត្រូវមានសាលាចារឹកបើអត់សាលាចារឹកវាមានពិធីទំនៀមទម្លាប់វាមានគាថាបាលីអូមអាមមន្តអាគមវាមានហោរាសាស្ត្រវាមានកំណាយវាមានភាសាវាមានអក្សរឃើញទេបងប្អូនថាតើយើងអាចយកតែជ្រុងមួយនៃសាលាចារឹកគ្រប់គ្រាន់ដែរឬទេអត់ទេ
បងប្អូនត្រូវបើកអារម្មណ៍បើកបេះដូងបើកចំណេះវិជ្ជារៀនយកមើលជ្រុងទាំងអស់បងប្អូនឧទាហរណ៍ថាបងប្អូនចង់ស្គាល់ខ្ញុំបើត្រឹមតែមើលរូបភាពនៅក្នុងវីដេអូតើបងប្អូនកំណត់កម្ពស់បានទេតលតែមើលឃើញគ្រប់ជ្រុងមើលពីចំហៀងនេះបានឃើញថាអូខ្ញុំមានស្ថានរបៀបនេះអូមើលពីចំហៀងនេះបានមានស្ថានរបៀបនេះហើយមើលពីមុខឃើញចេះហើយបើខ្ញុំមិនឈរបងប្អូនអត់អាចដឹងទេថាកម្ពស់ប៉ុណ្ណាអញ្ចឹងខ្ញុំចង់ប្រៀបធៀបថាប្រវត្តិសាស្ត្រមួយត្រូវមានជ្រុងច្រើនតាំងអំពីពិធីទំនៀមទម្លាប់ប្រពៃណីវប្បធម៌អក្សរសាស្ត្រអក្សរសិល្ប៍របាំតន្ត្រីមន្តអាគមគាថាហោរាសាស្ត្រតារាសាស្ត្រអក្សរភាសាអញ្ចឹងជូតឆ្លូវខាថោះគឺជាភាសាបុរាណនៅក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់នគរខ្មែរហើយក៏មានអ្នកប្រាជ្ញបណ្ឌិតឃើញរបៀបទាំងអស់ហ្នឹងក៏យកមកដើម្បីប្រើប្រាស់កំណត់ជាអត្តសញ្ញាណសម្គាល់ត្រូវអត់បងប្អូនត្រូវអត់ក្នុងឆ្នាំមានខែក្នុងឆ្នាំហ្នឹងវាមានភ្លៀងខ្លាំងភ្លៀងតិចភ្លៀងមធ្យមភ្លៀងខ្លាំងភ្លៀងខ្យល់កន្ត្រាក់មានព្យុះឬក៏នៅចុងហ្នឹងគឺមានខ្យល់មានធ្លាក់តកកធ្លាក់ព្រិលធ្លាក់ត្រជាក់ឃើញទេបងប្អូនកាត់ដឹកធ្លាក់ខ្យល់បង្កើតជាប្រពៃណីបង្ហោះខ្លែងឬក៏ពិធីអុំទូកឬក៏អកអំបុកឬក៏សំពះព្រះខែអីហូហែបង្កើតចេញពីនៅក្នុងរដូវនៅក្នុងឆ្នាំនៅក្នុងខែបងប្អូននេះហើយគឺជាឥទ្ធិពលនៃថ្ងៃខែឆ្នាំបើរដូវបើពេលវេលាបើរយៈពេលវាមានឥទ្ធិពលមកលើជីវិតទើបអ្នកប្រាជ្ញបណ្ឌិតកោវិតវិទូវិញ្ញូជនបានចងក្រងបានបង្កើតឲ្យមានការកំណត់ចំណាំនោះសោទៀតគឺដើម្បីអីដើម្បីងាយស្រួលគេខំបង្កើតឧតុនិយមមកធ្វើអីដើម្បីតាមដានអាកាសធាតុដើម្បីតាមដានអាកាសធាតុដើម្បីអីដើម្បីឲ្យយើងត្រៀមខ្លួនកុំឲ្យយើងខាតបង់កុំឲ្យយើងខូចខាតឬក៏ដើម្បីឲ្យយើងរៀបខ្លួនក្នុងការទៅរកស៊ីចុះបើអត់មានការកំណត់អាកាសធាតុស្រាប់តែយើងទៅរកស៊ីឬក៏យើងទៅហាលខោអាវស្រាប់តែភ្លៀងមកយើងរកស៊ីបោកខោអាវឬក៏ហាលអស់ឬក៏ហាលស្រូវភ្លៀងមកធ្វើមិនដែរខាតមែនទេដើម្បីបញ្ជាការខាតគឺត្រូវដឹងអំពីឧតុនិយមអានេះគឺជាសម័យវិទ្យាសាស្ត្រអញ្ចឹងដើម្បីដឹងអំពីការចេញចរជើងទឹកគេត្រូវដឹងភ្លៀងអត់ភ្លៀងមិនភ្លៀងសម័យនេះគេមានឧតុនិយមនៅតែព្យាករមិនត្រូវ 100% អញ្ចឹងហោរាសាស្ត្រក៏មិនមានន័យថាត្រូវ 100% ដែរតែក៏នៅតែមានគុណប្រយោជន៍ដោយការគោរពនិងការប្រើប្រាស់បងប្អូនយល់កន្លែងចំណុចហ្នឹងទេតើវាសំខាន់ប៉ុណ្ណាអញ្ចឹងចេញជួញជើងទឹកគេកំណត់ថាអូបើចេញជួញជើងទឹកនៅក្នុងថ្ងៃនេះនៅក្នុងខែនេះក្នុងរដូវនេះគឺមានភាពស្មុគស្មាញខាតច្រើនបងប្អូនពេលខ្លះខំរកស៊ីសំទ្របពេលដែលវិនិយោគខុសត្រូវបំផ្លាញដោយចោរដោយទឹកដោយភ្លើងដោយរដូវដោយសត្វកាចមនុស្សកាចតើងាយស្រួលទេបងប្អូនការទិញរបស់របរដែលខំប្រឹងរកលុយរកកាក់ចង់បានផ្ទះចង់បានសម្បែងចាយលុយខុសទិញម៉ូតូទិញឡានខុសយកមកអំពុលទុកយកមកខុសយកមកខូចយកមកចាញ់បោកគេតើបងប្អូនគិតមិនដែរនេះគឺជាតម្រូវការសង្គមដែលឲ្យយើងត្រូវតែមានការប្រុងប្រៀបប្រែប្រួលទុកមុនដឹងមុននិទាសមុនដូច្នេះហើយទើបបានបង្កើតមានវិជ្ជាហោរាសាស្ត្រនៅពេលដែលមានវិជ្ជាហោរាសាស្ត្រហ្នឹងចេញពីការកំណត់រដូវកំណត់ពេលកំណត់វេលាកំណត់ទីតាំងឃើញទេទាំងអស់នេះសរុបមកវាគឺជាតម្រូវការសង្គមវាមិនមែនជាតម្រូវការជំនឿទេមិនមែនតម្រូវការលទ្ធិសាស្ត្រតម្រូវការអំពីសច្ចធម៌ទេសច្ចធម៌គឺជាធម៌ដែលត្រូវឆ្វេងយល់លះបង់សង្គមទៅបដិបត្តិដើម្បីទម្លុះទម្លាយនៅកិលេសបាទទម្លុះទម្លាយនៅកិលេសគឺអត់ត្រូវការច្រើនសំបីតែផ្ទះក៏ត្រូវលះបង់ដែរគេហៅថាអនាគាមីបុគ្គលតែចូលដល់ហ្នឹងគឺថាមិនត្រូវការផ្ទះមិនត្រូវការប្រពៃណីវប្បធម៌ទេហ្នឹងគឺជាទស្សនៈឬក៏ជាលោកវិជ្ជាដែល
ឬក៏លោកតរវិជាដើម្បីលះបង់ផុតចេញពីសង្គមប៉ុន្តែតម្រូវការសង្គមដូច្នេះគុណម្ចាស់លោកគ្រូអ្នកគ្រូត្រូវសិក្សាបែងចែកឲ្យយល់ថាសម្រាប់អ្នកដែលចង់លះបង់ទៅជាអនាគាមីបុគ្គលឬក៏ជាអ្នកបួសជាសមណៈព្រាហ្មណ៍ក៏បីរៀនឆ្វេងយល់អំពីការលះបង់ប៉ុន្តែសង្គមត្រូវមានតម្រូវការនៅមានតម្រូវការរស់នៅត្បិតថាអស់លោកជួនកាលទៅបដិបត្តិជ្រះថ្លាក្នុងប្រធម៌ក៏ពិតមែនប៉ុន្តែអស់លោកមិនទាន់ផុតអំពីការរស់ស៊ីជួញដូរនោះអស់លោកមិនគួរវាយប្រហារនៅអ្វីដែលបានកើតឡើងក្នុងសង្គមពីបុរាណមកវាមិនមែនជារឿងឆោតឆៅល្ងងខ្លៅដឹកនាំមនុស្សឲ្យទៅរកផ្លូវខុសទេក្នុងវិជាវាមានមុខពីរទាំងអស់សំបីតែធម៌របស់ព្រះសម្មាសម្ពុទ្ធត្រឹមត្រូវល្អឥតខ្ចោះទៅហើយក៏នៅតែមានអ្នកដែលយកមកបំបែកកាត់ទៅជានិកាយដោយយល់ជាទស្សនៈរបស់ខ្លួនឯងគិតមើលបងប្អូនដូច្នេះជំនឿថ្ងៃខែឆ្នាំជំនឿហោរាសាស្ត្រជំនឿរដូវពេលវេលានិងប្រពៃណីវប្បធម៌កើតឡើងសុទ្ធតែមានហេតុផលលើកលែងតែជាលទ្ធិសាស្ត្រមួយចំនួនដែលជាមโนគមវិជ្ជារបស់ក្រុមបុគ្គលអាក្រក់ដែលបំរើឲ្យការវិនិច្ឆ័យជំនឿដូចខ្ញុំលើកពីក្នុងវីដេអូប្រហែលឆ្នាំហើយថាវាចែកជាជំនឿចម្រើននិងជំនឿវិនិច្ឆ័យជំនឿខ្លះគឺបានធ្វើឲ្យសង្គមដុនដាបធ្លាក់ចុះដូចជាការបិទសិទ្ធិមនុស្សនេះជាដើមជំនឿវាខុសពីជំនាញរបស់ខ្លះគឺជាជំនាញទេគឺជាជំនាញដូចជាហោរាសាស្ត្រអីនេះគឺជាជំនាញទេជាជំនាញប៉ុន្តែមនុស្សប្រើខុសនៅតែខុសបងប្អូនការបង្កើតនុយក្លេអ៊ែរគឺជាជំនាញទេគឺជាសមត្ថភាពប្រាជ្ញាជាន់ខ្ពស់ទេជាន់ខ្ពស់ណាស់ប៉ុន្តែសួរថាគោលបំណងនៃការបង្កើតដើម្បីអីដើម្បីការពារអាយុជីវិតក្រុមបកពួកនគរប្រទេសប៉ុន្តែនៅពេលដែលបង្កើតបានពេលដែលជួបអ្នកដឹកនាំមហន្តរាយកាត់ឡើងក៏យកប្រើរបស់ទាំងអស់នោះទៅបំផ្លាញមនុស្សធ្វើម៉េចសង្គមសត្វលោកវាមានចម្រើននិងវិនិច្ឆ័យជារឿងធម្មតាទេអញ្ចឹងអ្វីទាំងអស់កើតមានពីព្រោះហេតុនិងបច្ច័យហើយក៏រលត់ទៅដោយហេតុនិងបច្ច័យដែរដូច្នេះខ្ញុំចង់វិនិច្ឆ័យថាបងប្អូនចង់ដឹងថាថ្ងៃខែឆ្នាំរដូវមានឥទ្ធិពលឬមិនឥទ្ធិពលដូចជាការវិនិច្ឆ័យរបស់ខ្ញុំអញ្ចឹងគឺច្បាស់ណាស់គឺមានឥទ្ធិពលលើជីវិតដូច្នេះគឺស្ថិតលើយើងចេះប្រើប្រាស់ដោយភាពឆ្លាតនិងឆ្លៀសវៃដោយភាពឆ្លាតនិងឆ្លៀសវៃនេះគឺជាអ្វីដែលយើងចាប់ផ្ដើមលើកស្ទួយនិងឲ្យតម្លៃរបស់បុព្វបុរសដូនតាយើងវិញបាទថ្ងៃខែឆ្នាំទាំង12ខែទាំង12ថ្ងៃទាំង8ថ្ងៃទាំង9ខ្ញុំបានសិតខ្ញុំបានចងក្រងឡើងខ្ញុំបានច្នៃប្រឌិតឡើង design ឡើងคล้ายទៅជាក្បួនបង្វិលចក្រវាលមួយនិយាយនេះមិនមែនព្រោះតែប្រយោជន៍ក្នុងការចង់បានឲ្យបងប្អូនទិញឬក៏ស្អីទេក៏ប៉ុន្តែវាគឺជាស្នាដៃឆ្វេងយល់ដ៏ស៊ីជម្រៅទៅក្នុងលទ្ធិទៅក្នុងជំនឿទៅក្នុងប្រពៃណីវប្បធម៌របស់ដូនតាយើងហើយលើកស្ទួយនិងឲ្យតម្លៃថាវាមានគុណសម្បត្តិវាមានគុណប្រយោជន៍សម្រាប់សង្គមបងប្អូនគ្រាន់តែដាក់ការឆ្វេងយល់បន្ថែមសិក្សាបន្ថែមអំពីរបៀបប្រើប្រាស់ទៅគឺអាចនឹងបំរើខ្លះវាមិនទាំងអស់ទេបងប្អូនសូម្បីតែវិទ្យាសាស្ត្រដែលថា 100% ក៏នៅតែមានការប្រែប្រួលមិនត្រឹមត្រូវផងឧតុនិយមបើសិនជាខ្លាំងប្រកែមិនមែនរងគ្រោះដោយទឹកជំនន់ដោយគ្រោះរញ្ជួយដីដោយរលកស៊ូណាមីទេវាគ្រាន់តែជាចំណែកនៃការកាត់បន្ថយបាទកាត់បន្ថយសួរថាហ្វ្រាំងឡានហ្វ្រាំងម៉ូតូតើអាចបញ្ជះគ្រោះថ្នាក់ចរាចរណ៍បានទេថាវាមិនបានទេវាគ្រាន់តែកាត់បន្ថយមែនអត់បើអត់មានហ្វ្រាំងអត់មានអីហ្នឹងតើយើងពិបាកប៉ុណ្ណាពិបាកខ្លាំងតែបើមានហ្វ្រាំងល្អគឺវាជួយសម្រួលនឹងការពារអាយុជីវិតនិងបញ្ជៀសនៅគ្រោះមហន្តរាយដែលកើតចេញពីចរាចរណ៍ច្បាប់អាចបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បានទេបានខ្លះកាត់បន្ថយជួយបានជួយខ្លះតែនៅតែមិនអាច 100% បងប្អូនដូច្នេះធ្វើជាមនុស្សត្រូវតែបើកអារម្មណ៍បើកចំណេះបើកខួរក្បាលបើកបេះដូងទទួលយកនៅអ្វីគ្រប់យ៉ាងសុទ្ធតែមានហេតុផលទៅបង្កើតឡើង
បង្កើតច្បាប់ចរាចរណ៍មកដើម្បីអីដើម្បីការពារដើម្បីបញ្ជាដើម្បីរក្សាដើម្បីរកយុត្តិធម៌ទៅដល់ប្រព័ន្ធច្បាប់ទៅដល់អាយុជីវិតឃើញអត់បងប្អូនមានហេតុទើបមានផលដោយសារមានហេតុដូច្នេះត្រឡប់ជារួមមកវិញពាក់ព័ន្ធជាមួយនឹងជំនឿថ្ងៃខែឆ្នាំវាច្បាស់ជាមានឥទ្ធិពលនៅក្នុងជីវិតទោះមិន 100% ក៏វាមានចំណែកយ៉ាងពិតប្រាកដបាទនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនសង្ឃឹមថាចូលចិត្តហើយជាចុងក្រោយបើបងប្អូនបានស្ដាប់ដល់នាទីចុងក្រោយគឺខ្ញុំមានសិភៅតម្រាសង្គ្រាមបងប្អូនអាចជួយជាវចែកឲ្យកូនចៅញាតិមិត្តបងប្អូននិស្សិតបញ្ញវន្តបានយកទៅរៀនសូត្រពីព្រោះមានគុណសម្បត្តិមានសារៈប្រយោជន៍ទៅដល់ចំណេះដឹងនិងពុទ្ធិដ៏ខ្លាំងក្លាមែនទែនយ៉ាងវិញទៀតសិភៅដែលខ្ញុំបោះពុម្ពដែលជាស្នាដៃកូនខ្មែរមួយរូបនៅខ្វះរោងពុម្ពដែរមែនទែនទៅខ្វះរោងពុម្ពជាង$10000នៅសិភៅកក់កុញបងប្អូនបើមិនគ្រប់គ្រងការស្នាដៃសរសេរចងក្រងទេថាតើនឹងឲ្យមានអ្នកប្រាជ្ញបណ្ឌិតកោវិតវិទូវិញ្ញជនឯណានឹងចងក្រងឯកសារទុកដាក់ចងក្រងគឺជារឿងមួយតែលក់ដូរហើយនឹងការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនទៅជាការចំណែកលើកស្ទួយអ្នកប្រាជ្ញបណ្ឌិតចុះបើអ្នកប្រាជ្ញបណ្ឌិតសរសេរហើយខ្សែធនតែម្ដងនោះគឺទៅមិនរួចទេខ្ញុំចេះតែតិតក់ទៅគឺនៅតែអាចទៅមុខប៉ុន្តែគ្រប់យ៉ាងគឺចំណាយបើបងប្អូនមិនជួយគ្រប់គ្រងមិនជួយថវិកាគឺច្បាស់ណាស់គឺមិនអាចបន្តក្នុងការសរសេរចងក្រងបានដែរមិនបានទេបាទបងប្អូនខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាចូលចិត្តហើយជួយ share ចែករំលែកទាំងអស់គ្នាយើងជួបគ្នាក្នុងវីដេអូក្រោយ